ផ្លូវមួយខ្សែដែលផ្ដល់ចំណាប់អារម្មណ៍ទាំងឥទ្ធិពលសេដ្ឋកិច្ចនិងទេសចរណ៍ដែលយើងស្មានមិនដល់តើអ្នកគិតថាផ្លូវមួយខ្សែណាធ្លាប់គិតទេទៅដល់ផ្លូវទៅកាន់បរិយាកាសថ្មីពីព្រោះថាផ្លូវនេះជាផ្លូវដំបូងបង្អស់ដែលភ្ញៀវទេសចរឆ្លងកាត់ពេលមកដល់រាជធានីតែនេះប្រៀបបីបានដូចជាមុខមាត់នៃប្រទេសកម្ពុជាទាំងមូលអញ្ចឹងតែយើងគួររៀបចំវាយ៉ាងដូចម្តេចជាឧទាហរណ៍ផ្លូវ East Coast Pathway នៅសិង្ហបុរីបានសាងសង់ឡើងនៅក្នុងអំឡុងទសវត្សរ៍ទី70ដែលជាចក្ខុវិស័យរបស់លោកលីខ្វាន់យូដោយលោកបានឃើញពីអត្ថប្រយោជន៍និងសក្តានុពលផ្ទាល់របស់ផ្លូវមួយខ្សែនេះតាមរយៈផ្លូវមួយខ្សែនេះសិង្ហបុរីបានបង្កើនទំនុកចិត្តរបស់ខ្លួនទៅដល់អ្នកវិនិយោគនិងទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់បានប្រទេសឥណ្ឌាវិញក៏តែងតែច្បិចបង្ហាញនៅអត្តសញ្ញាណរបស់ខ្លួនតាមដងផ្លូវផងដែរដូចជាសិល្បៈសូនរូបនិងស្ថាបត្យកម្មជាដើមក្រឡេកមកមើលទីក្រុងភ្នំពេញវិញផ្លូវពីបរិយាកាសថ្មីក៏អាចក្លាយជាច្រកស្វាគមន៍មួយដ៏រស់រវើកផងដែរដែលអាចបង្ហាញពីអត្តសញ្ញាណទីក្រុងក៏ដូចជាប្រទេសកម្ពុជាទាំងមូលស្រមៃមើលថាទេសភាពនៅពេលដែលយើងឈានចេញពីព្រលានមានដើមកង្កោកនិងដើមច័ន្ទគិរីធំធំដុះអមជាម្លប់នៅសងខាងផ្លូវមានបរិយាកាសធម្មជាតិអមនៅស្ទឹងបឹងបួរនិងមានបំពាក់ថាមពលសូឡាដើម្បីផលិតថាមពលស្អាតដើម្បីបង្ហាញពីការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពបន្ថែមពីនេះមានរូបសិល្បៈសម្គាល់ផ្លាកសញ្ញាស្វាគមន៍មកកាន់កម្ពុជានិងស្ថាបត្យកម្មល្អៗត្រង់ចំណុចផ្លូវបត់ផ្លូវប្រសពនិងចន្លោះផ្លូវស្ពានអាកាសជាដើមដើម្បីបង្ហាញនូវភាពរស់រាយរាក់ទាក់ទៅកាន់ភ្ញៀវទេសចរនៅពេលចូលទៅដល់កណ្ដាលទីក្រុងភ្នំពេញក៏ដូចជាផ្ដល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគផងដែរពីបរិយាកាសទៅកាន់កណ្ដាលទីក្រុងភ្នំពេញតើអ្នកយល់ថាគួរតែទេសចរបន្ទាប់គួរតែជាតំបន់មួយណា